ខ្ញុំប្រកាសណាសូមក្រាបថ្វាយបង្គំប្រធេរានុធេរៈគ្រប់ព្រះអង្គជាទីសក្ការៈសូមគោរពសម្ដេចទ្រង់ឯកឧត្តមលោកជំទាវអស់លោកស្រីព្រមទាំងបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជាទីគោរពនិងជាទីមេត្រីសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានសង្កេតឃើញថាម្ដងហើយម្ដងទៀតថ្នាក់ដឹកនាំនិងមន្ត្រីថៃគ្រប់លំដាប់ថ្នាក់តែងតែនិយាយបំភ្លើសបំភ្លៃការឡៃការពិតអំពីបញ្ហាព្រំដែនរវាងប្រទេសទាំងពីរកម្ពុជានិងថៃដោយបានចោទប្រកាន់កម្ពុជាថាជាអ្នកបាញ់មុនជាអ្នករំលោភបទឈប់បាញ់ជាអ្នកឈ្លានពានទឹកដីថៃនិងជាអ្នកគំរាមកំហែងដល់សន្តិសុខជាតិថៃជាអាចហើយបានដើរតួជាជនរងគ្រោះទៅវិញខណៈដែលតាមការពិតកម្ពុជាឯនេះទេដែលជាជនរងគ្រោះពិតប្រាកដជាក់ស្ដែងនៅថ្ងៃទី9ខែតុលាឆ្នាំ2025នេះប្រមុខរាជរដ្ឋាភិបាលថៃបានថ្លែងប្រាប់បណ្ដាញសារព័ត៌មានជាច្រើននៅក្នុងប្រទេសថៃថាថៃគឺជាភាគីដែលរងការរំលោភបំពាននិងជាជនរងគ្រោះហើយបានដាក់លក្ខខណ្ឌឲ្យកម្ពុជាជំលះប្រជាពលរដ្ឋរបស់ខ្លួនចេញពីភូមិឋានដែលពួកគេរស់នៅអាស្រ័យផលនឹងកាន់កាប់ជាយូរមកហើយដើម្បីជាថ្នូរទៅនឹងកិច្ចព្រមព្រៀងសន្តិភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់ជូនសាធារណជនជាតិនិងអន្តរជាតិមេត្តាជ្រាបថាក្នុងនាមជាប្រទេសដែលស្រឡាញ់សន្តិភាពចង់បានព្រំដែនមិត្តភាពកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍជាមួយនឹងប្រទេសជិតខាងរាជរដ្ឋាភិបាលកម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍មិនឈ្លានពានទឹកដីប្រទេសជិតខាងសូម្បីតែ1មីលីម៉ែត្រឡើយហើយសូមរក្សាសិទ្ធិត្រឹមតែការពារអធិបតេយ្យភាពបូរណភាពទឹកដីរបស់ខ្លួនស្របតាមច្បាប់ជាតិនិងអន្តរជាតិតែប៉ុណ្ណោះអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់ជូនសារជាថ្មីថារាជរដ្ឋាភិបាលកម្ពុជានៅតែរក្សាជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីដោយឈរលើយន្តការបច្ចេកទេសនិងច្បាប់អន្តរជាតិហើយចាត់ទុកថាការប្រើប្រាស់កម្លាំងយោធាមិនអាចដោះស្រាយបញ្ហាព្រំដែនបានឡើយក្នុងន័យនេះហើយដែលរាជរដ្ឋាភិបាលកម្ពុជាតែងតែប្រកាន់ខ្ជាប់នូវការអត់ធ្មត់កម្រិតខ្ពស់បំផុតនៅចំពោះមុខសកម្មភាពរំលោភបំពាននានាដែលភាគីថៃបាននឹងកំពុងបង្កឡើងនៅក្នុងអំឡុងពេលនៃការអនុវត្តបទឈប់បាញ់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាសូមអំពាវនាវសារជាថ្មីដល់ភាគីថៃសូមបង្ហាញនូវសុឆន្ទៈក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីប្រកបដោយការអត់ធ្មត់ដោយប្រើប្រាស់យន្តការទ្វេភាគីដែលមានស្រាប់ជារួមមាន JBC GBC OBC និងអនុលោមតាមអនុសញ្ញាសន្ធិសញ្ញានិងច្បាប់អន្តរជាតិជាធរមានតែវិធីនេះតែមួយគត់ដែលអាចឈានទៅដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីនិងប្រកបដោយនិរន្តរភាពនិងភាពសុខសាន្តយូរអង្វែងអាស្រ័យហេតុនេះសូមសាធារណជនមេត្តាជ្រាបជាព័ត៌មានសូមអរព្រគុណសូមអរគុណ